ចាណាយខសាច់ជ្រូក3ជាន់ជាមួយពងទាទឹកទំពាំងប្រឡាក់អំបិលនេះចាណាយតាំងពីម៉ោង2ម៉ោង7ហើយអស់ធ្វើតែម្នាក់ឯងបែនស្រួលអីម្នាក់ឯងតាចាប់ផ្ដើមធ្វើតាំងពីម៉ោង2ឥឡូវម៉ោង7ចាណាយអស់ហើយស្អែកគាត់ដាក់កម្ដៅហើយណែ3ជាន់5គីឡូទំពាំង2គីឡូពងទា20ក្រាមអាណាយស្អែកគាត់ដាក់កម្ដៅដាក់សែនរៀងកោខ្លាំងខ្លាច់បែកពងទាខតពាំងជាមួយពងទាចឹងណាពងទាប្រៃក៏បានពងទាសាបក៏បានរដងខ្ញុំខដាក់ពងទាប្រៃប៉ុន្តែថ្ងៃហ្នឹងទិញអត់បានពងទាប្រៃអត់សូវល្អខ្ញុំអត់ទិញទេខ្ញុំដាក់ពងទាសាបខតពាំងចឹងដាក់ពងទាប្រៃឆ្ងាញ់ណាប៉ុន្តែយើងក៏ថយអំបិលបន្តិចនេះខនៅខ្ជូងឥឡូវយកមកដាក់ចូលហ្គាសនេះឡើងខ្មៅឆ្នាំងអស់លីងនេះប្រើខ្ជូងមកណែនៅមើលចាប់ចាយនៅខាងក្រៅណែនៅចាប់ចាយនៅខាងក្រៅម៉ែអូស្ងាត់ងុំក្រោយផ្ទះនេះមើលចាប់ចាយប្រើខ្ជូងណែខ្ញុំមកឆ្នាំនឹងបឹបហ្មងមួយឆ្នាំនឹងស្ពៃបូកគោ4គីឡូជាកដោ3ខាំស្បែកជ្រូកកន្លះគីឡូគឺមួយឆ្នាំគឺហៀចឹងហ្មងខ្ញុំចូលចិត្តបន្លែចាប់ចាយខ្ញុំចូលចិត្តធ្វើតែប្រមាណមុខហ្នឹងខ្ញុំអត់ចេះហូបអ្នកខ្លះដាក់ខាត់ណាដាក់ការ៉ុតដាក់ស្នៀតពោតអត់ចេះហូបទេទឹកឡើងតាយអត់ចេះហូបខ្ញុំចេះហូបតែអញ្ចឹងធ្វើតាមបេះដូងចូលចិត្តហូបអីដាក់ហ្នឹងទៅណែចំណងអត់បងប្អូនអើយណែកន្លះម៉ោងទៀតមិនកន្លះម៉ោងទៀតអស់ដាក់ចុះហើយនៅខ្ជូងសនតិចទៀតងាស់ចឹងអូយម៉ែអាជាតិឲ្យអាជាតិអូយស្លចឹងឆ្ងាញ់ណាស្លចឹងហើយស្អែកពេលតិចដួសដាក់ប្រអប់ចូលទូកអូយហូបបានរាប់ខែខ្ញុំចាប់ចាយតាហូបសចឹងកដៅហើយខ្ញុំដាក់ប្រអប់ចូលទូកថ្ងៃណាចង់ហូបយកមកប្រអប់ហូបអត់ចេះខូចទេចាប់ចាយដាក់ចូលទូកប្រអប់ហូបអត់អស់ក៏ដាក់ទូកអីប៉ុន្តែប្រហែលអត់ប្រហែលជាអស់ហើយបើតំណងយ៉ាងហ្នឹងប្រហែលជាអស់ហើយអត់សល់ទេក្រោយផ្ទះនេះស្ងាត់ជ្រាបឬសូតតែក្អាត់យំនេះណែ